តោះអ្នកគ្នាមកហាត់ប្រាណតឡើងគីឡូពីគីឡូ62ទៅដល់គីឡូ70ជាមួយខ្ញុំហ្នឹងហើយអ្នកគ្នាថ្ងៃនេះគឺជាថ្ងៃទី31ហើយនៃដំណើរការហាត់ប្រាណពីគីឡូ62ទៅដល់គីឡូ70របស់ខ្ញុំហើយថ្ងៃហ្នឹងគឺខ្ញុំមកលេងខ្នងហើយនឹងដៃមុខអ្នកគ្នាហើយចំហាត់ប្រាណដែលខ្ញុំចាប់ប្រាណដំបូងគេគឺ lat pull down អ្នកគ្នាអាចមើលform ហើយនឹងទម្រង់នៃការទាញរបស់ខ្ញុំហ្នឹងវាអត់ទាន់ perfect 100%ទេអ្នកគ្នាហើយសម្រាប់និយាយទៅពាក្យច្រើនខ្ញុំមកដល់គឺខ្ញុំលេង lat pull down ដើម្បីកដៅសាច់ដុំយើងកដៅសាច់ដុំដើម្បីឲ្យសាច់ដុំយើងវាក្តៅដើម្បីឲ្យឈាមយើងវារត់ល្អអីចឹងណាអ្នកគ្នាហើយបន្ទាប់ពីចប់ខ្ញុំក៏ដើរកាត់ឃើញគ្នាខ្ញុំវាកំពុងលេងទ្រូងខ្ញុំក៏ទៅបន្ថែមគីឡូឲ្យវាទៅពិតវាលេងតែ50គីឡូឯអ្នកគ្នាខ្ញុំទៅឡើង20គីឡូទៀតទៅលេង70ហើយខ្ញុំជួយវាមានណាលើកបានតែប៉ុន្មាន1រ៉ាប់2រ៉ាប់ដល់រ៉ាប់ទី3គឺទៅលេងរួចហើយគឺញ័រដៃលើកលេងរួចទោះបីខ្ញុំលើករួចទេអ្នកគ្នាព្រោះអីគីឡូនេះខ្លួនដែរហើយកុំអត់អីទេអ្នកគ្នាគឺលើកមកដាក់វិញហ្នឹងបន្ទាប់ពីធ្វើបាបវាហើយខ្ញុំក៏មកហាត់តការហាត់របស់ខ្ញុំធម្មតាបន្តទៀតហើយសម្រាប់ក្បាច់ទី2នៅក្នុងការហាត់ខ្នងគឺខ្ញុំលេង single arm cable row អ្នកគ្នាហើយសម្រាប់ក្បាច់នេះខ្ញុំមានអារម្មណ៍ថា form ខ្ញុំអត់ទាន់ត្រូវទេព្រោះអីខ្ញុំលេងទៅវាអត់ទាន់ចូលខ្នងខ្លាំងអ្នកគ្នាខ្ញុំមានអារម្មណ៍ថាវាអត់ទាន់ចូលឲ្យយើងមានអារម្មណ៍ដឹងខ្លាំងណាស់នេះអ្នកគ្នានិយាយទៅបើសិនអ្នកគ្នាចង់ហាត់ក្បាច់ហ្នឹងអ្នកគ្នាអាចមើល YouTube ឬក៏មើល TikTok អីបន្ថែមទៀតបានមិនមើលទម្រង់តាមខ្ញុំទេព្រោះអីខ្ញុំមានអារម្មណ៍ form ខ្ញុំអត់ត្រូវទេបាទខ្ញុំហាត់អត់ចូលអញ្ចឹងអ្នកគ្នាហើយបន្ទាប់ពីចប់គឺអត់មានអីទេគឺដើរដូរកន្លែងហាត់ហើយក៏ឃើញកញ្ចក់ក៏ឆ្លៀតថតវីដេអូមកកញ្ចក់មិនបន្តិចមកទៅវាថតហើយយើងក៏ចូលដល់កន្លែងហាត់ដៃមុខម្ដងហើយក្បាច់នេះគឺខ្ញុំអត់ដឹងហៅអីគេទេតែដឹងតែក្បាច់ហ្នឹងគឺវាចូលដៃយើងខ្លាំងបើសិនជាអ្នកគ្នាស្រេកៅអីអង្គុយហ្នឹងហើយនឹងរបៀបនៃការកាន់របស់អ្នកគ្នាត្រឹមត្រូវនិយាយទៅក្បាច់ហ្នឹងខ្ញុំជួយចិត្តខ្លាំងមែនតើយល់ហ្មងព្រោះអីវារបៀបលេងទៅឈឺក្បាច់ហ្នឹងឈឺខ្លាំងមែនតើអ្នកគ្នាបើអ្នកគ្នាអត់បកកែទ្រាំទេគឺអ្នកគ្នាលេងគីឡូស្រាលស្រាលហើយវាអត់សូវឡើងហ្មងតែបើសិនអ្នកគ្នាបកកែទ្រាំហើយអ្នកគ្នាលេងគីឡូធ្ងន់ៗលើកតែរបៀប6 7 rep អីនោះចាប់ដើមក្តៅអាហ្នឹងពេញឡើងហើយដូចនេះជាដើមអ្នកគ្នាអាចមើលពេលខ្ញុំលើកនឹងបាននិយាយដល់ក្បាច់ហ្នឹងក៏យើងប្រឹងអ្នកគ្នាទៅយើងប្រឹងទប់ខ្លាំងមែនតើហើយយើងរក្សា form ហើយបន្ទាប់ពីចប់ដៃយើងក៏ចូលដល់ខ្នងហើយក្បាច់នេះខ្ញុំអត់ដឹងថាហៅអាក្បាច់អីទេដឹងតែលេងក្បាច់ហ្នឹងគឺវាចូលខ្នងផ្នែកខាងលើរបស់យើងហើយមានអារម្មណ៍ក្បាច់ហ្នឹងហាត់ទៅវាចូលខ្លាំងចឹងទៅបាទខ្ញុំព្យាយាមលេងម៉ាស៊ីនមួយហ្នឹងអ្នកគ្នាហើយបើសិនជាជីមអ្នកគ្នាអត់សូវមានម៉ាស៊ីនឬរបៀបអត់មានម៉ាស៊ីនមួយហ្នឹងទេអ្នកគ្នាអាចរបៀបឆ្នៃក្បាច់លេងផ្សេងបានអ្នកគ្នាព្រោះក្បាច់លេងខ្នងមានច្រើនណាស់ហើយស្រាប់អ្នកគ្នាវិញមិនដែរអ្នកគ្នាតាមដានដំណើរនៃការហាត់របស់ខ្ញុំក៏ថ្ងៃទី31ហើយអ្នកគ្នាមានបានចាប់ផ្ដើមហាត់ប្រាណហាត់អីនៅបើសិនជាចាប់ផ្ដើមហាត់ប្រាណគឺល្អខ្លាំងមែនទេព្រោះអីខ្ញុំចង់ឲ្យអ្នកគ្នាចាប់ផ្ដើមហាត់ប្រាណឲ្យបានច្រើនព្រោះអីការហាត់ប្រាណវាល្អសម្រាប់យើងសម្រាប់ខ្លួនយើងណាអ្នកគ្នាហើយកន្លែងមើលវីដេអូយើងវិញគឺខ្ញុំចូលដល់ក្បាច់មួយទៀតហើយគឺhammer curl តែខ្ញុំប្រើជាមួយនឹងខ្សែស្មាក់ប្រើជាមួយនឹង cable ណាយល់ក្បាច់នេះគឺទាញគីឡូរៀងដំបូងយើងអាចនឹងទាញគីឡូមកល្មមសិនមកយើងរក្សា form យើងបានតមកទៀតចាំអ្នកគ្នាលេងគីឡូធ្ងន់ទៅហើយបន្ទាប់ពី hammer curl ខ្ញុំក៏ចូលមកមួយទៀតគឺក្បាច់ lat pull over ហើយក្បាច់នេះគឺជាលើកទី1ដែលខ្ញុំលេងវាដល់អញ្ចឹងទៅ form ខ្ញុំអត់ត្រូវទេណាគ្នាខ្ញុំទៅមើលតាម YouTube ខ្ញុំអង្គុយខ្ញុំអូស YouTube ឃើញទៅក៏នឹកឃើញលេងមួយទៀតទៅព្រោះអីអត់ដែរលេងហើយសម្រាប់ក្បាច់នេះដែរបើសិនអ្នកគ្នាចង់លេងអ្នកគ្នាអាចមើល YouTube ឬមើល TikTok គេបរៀនបន្ថែមទៀតបានព្រោះទម្រង់នៃការលេងរបស់ខ្ញុំអត់ទាន់ត្រូវទេអ្នកគ្នាហើយសម្រាប់ក្បាច់នេះក៏ល្អដែរព្រោះខ្ញុំគិតថាល្អព្រោះអីលេងទៅវាចូលLED របស់យើងច្រើនហើយនឹងចូលខ្នងរបស់យើងច្រើនដែរហើយសម្រាប់វីដេអូមួយនេះក៏មានតែប៉ុណ្្នឹងអ្នកគ្នាអរគុណអ្នកគ្នាសម្រាប់ការទស្សនាហើយយើងចាំជួបគ្នានៅវីដេអូក្រោយទៀត